សួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយនៅពេលនេះដែរជួបជាមួយខ្ញុំបាទនៃផ្លយទៀតហើយបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានមួយទាក់ទងនឹងរឿងមហាសេដ្ឋីមួយបាទហើយមហាសេដ្ឋីនេះគាត់ជួលបវរកញ្ញាបាទដូចជាចំណាយរហូតដល់$6 លាន$8 លានដើម្បីជួលបវរកញ្ញារយៈពេល5ឆ្នាំបាទឡើយជាងកុំឲ្យខាតពេលយូរតើព័ត៌មាននេះគឺមានហេតុការណ៍ឬក៏ខ្លឹមសារយ៉ាងណានោះឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាបាទមនឹកស្មានមហាសេដ្ឋីចិនម្នាក់ជួលកញ្ញាឯកជាង$8 លានរយៈពេល15ឆ្នាំមកនៅចិត្តខ្លួនដោយសារបាទគឺដោយសារអ្វីបាទគេថាមានប្រាក់អាចទិញយៈជិះលេងតែនៅពេលនេះអ្នកមានប្រាក់អាចទិញឬក៏ជួលមនុស្សជិះបានបាទជាក់ស្ដែងមហាសេដ្ឋីជនជាតិចិនម្នាក់បានចំណាយប្រាក់ចំនួន50 លានយួនជួលកញ្ញាឯកបាទ AV បាទមកធ្វើជាជំនួយការផ្ទាល់ខ្លួនបាទនេះជារូបភាពបាទគឺគាត់ស្រស់ស្អាតមែនតើកញ្ញាឯកហ្នឹងមិនលេងសើចទៅបានបាទ website One Chai Natal បាទផ្សាយថាមហាសេដ្ឋីរូបនេះបានមិនបានបញ្ជាក់ឈ្មោះនិងអាយុបានចុះកិច្ចសន្យាជួលកញ្ញាឯក VAV ដល់ល្បីជាជំនួយការផ្ទាល់ខ្លួនរយៈពេល15ឆ្នាំនៅទឹកប្រាក់50 លានយួនស្មើជាង$8 លានសហរដ្ឋអាមេរិកបាទដើម្បីបានស្រីស្អាតសិចសេកម្រិតកញ្ញាឯកនៅចិត្តខ្លួននឹងជួលឲ្យនាងបានទទួលជោគជ័យក្នុងវិស័យសិល្បៈបាទនៅពេលអនាគតទៀតបាទគឺលយមែនតើបាទស្ត្រីនេះគឺមានសំណាងបំផុតបាទដែលបានមហាសេដ្ឋីចិនម្នាក់នេះជួល15ឆ្នាំគឺទទួលបានប្រាក់ជាង$8 លានច្រើនមែនតើបាទកញ្ញាឯក AV នោះឈ្មោះរ៉ូឡាថាយីសាវ៉ាបាទឬមីស៊ីគីរ៉ូឡាស្ត្រីកូនកាត់ជប៉ុនរ៉ូស៊ីបាទចឹងគាត់ជាជនជាតិជប៉ុនបាទអាយុ23ឆ្នាំកញ្ញាឯកសិក្សាក្នុងកែវភ្នែកបុរសបាទចឹងគាត់ជាកញ្ញាឯកសិក្សាថែមទៀតបាទនេះគឺរូបភាពរបស់គាត់គឺស្រស់ស្អាតមែនតើបាទនាងរ៉ូឡាថាជីសាវ៉ាបាទខ្លាយជាស្ត្រីល្បីបាទតើខ្ទាលើពិភពលោកអនឡាញកាលពីឆ្នាំ2012ក្រោយពីនាងអាប់ឡូតបាទរូបភាពនិងវីដេអូរបស់ខ្លួននៅក្នុង social media បាទមិនយូរប៉ុន្មាននាងក៏បានបង្ហាញខ្លួនជាមួយនឹងតួនាទីជានាងជាកញ្ញាឯកខ្សែភាពយន្ត AV និងក្រោយមកទៀតក៏បានមកធ្វើការក្នុងមជ្ឈដ្ឋានបាទសិល្បៈនៅទីក្រុងប៉េកាំងប្រទេសចិនបាទអញ្ចឹងគាត់មកសម្ដែងក៏ធ្វើជាតារាសិល្បៈនៅប្រទេសចិនបាទប៉ុន្តែការពិតគាត់សញ្ជាតិដើមគឺសញ្ជាតិជប៉ុនទេបាទនេះបាទគឺគាត់មានរូបភាពឬក៏សម្រស់ស្រស់ស្អាតមែនតើបាទនេះបាទនេះបាទហើយព័ត៌មាននេះតាក់ទងនឹងតារាជប៉ុនឬក៏មហាសេដ្ឋីចិនបាទគាត់មានលុយដោយគេនិយាយថាមានលុយជួលខ្មោចកិនម្សៅក៏បានដែរនោះបាទឥឡូវនេះគឺមានហើយបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ